សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះតាន់ចរិយាជាគ្រូបន្ទុកថ្នាក់ទី1កនៃសាលាធរសាស្ត្របពោឃុំអូនដំបង1ស្រុកសង្កែខេត្តបាត់ដំបងថ្ងៃនេះនាងខ្ញុំសូមលើកយកមេរៀនទី17គណិតវិទ្យាតម្លៃលេខតាមខ្ទង់ចំណងជើងរងសរសេរចំនួនជាទម្រង់ពង្រាយក្នុងមេរៀននេះមានគោលបំណងឲ្យសិស្សប្រាប់របៀបសរសេរចំនួនជាទម្រង់ពង្រាយបានត្រឹមត្រូវសូមរីករាយទស្សនាដូចតទៅចាជំរាបសួរកូនទាំងអស់គ្នាចាអង្គុយចុះកូនចាអញ្ចឹងថ្ងៃនេះកូនស្លៀកពាក់បានស្អាតបាតណាកូនណាតោះចាកូនអង្គុយចុះកូនយ៉ាអង្គុយចុះកូនលីសាថ្ងៃនេះកូនគ្នាយើងឈប់ប៉ុន្មានអ្នកកូនចាឈប់តែមួយទេឈប់ណាគេកូនម៉េងគាត់ដឹងអត់មែនគាត់ឈប់កូនចាអរគុណកូនយើងឈប់មួយអ្នកទេណាកូនណាចាអញ្ចឹងនៅពេលរៀនកូនត្រូវធ្វើម៉េចកូនកូនត្រូវអង្គុយឲ្យត្រង់ខ្លួនហើយទៅចែកគ្នាអត់កូនតែដាក់ដៃលើតុកកូនអង្គុយត្រង់ខ្លួនមើលវិនាចាចាប់ពីថ្ងៃមុនយើងរៀនមេរៀនអំពីតម្លៃលេខតាមខ្ទង់អ្នកគ្រូដាក់កិច្ចការឲ្យកូនធ្វើមែនទេតែកូនអាចយកកិច្ចការមកឲ្យអ្នកគ្រូឃើញបានទេកូនចាលើកមកកូនលើកដាក់លើតុកមកហើយយើងផ្ទៀងផ្ទាត់ជាមួយគ្នាកូនយកខ្មោះដៃកូនចាំមកកូនតមកទៀតលេខ6នៅខ្ទង់អ្វីកូនរតនាលេខ6នៅខ្ទង់អ្វីកូនរាយតម្លៃស្មើប៉ុន្មាន6គ្រីសមួយទៀតចាលេខមួយទៀតអស់ហើយកូនណា58លេខ5នៅខ្ទង់អ្វីកូនខ្ទង់10តម្លៃវាប៉ុន្មានកូន50បើ50កូនគូគ្រីសលេខ8នៅខ្ទង់រាយមានតម្លៃស្មើប៉ុន្មាន8ចាអញ្ចឹងហើយអ្នកគ្រូសូមប្រមូលកិច្ចការរបស់កូនដើម្បីតុកកែតោះកូនមកចានៅកន្លែងទៅចាអ្នកគ្រូដាក់ប្រមូលកូនចាកូនណាហារីលីហេងក្រៅពីនឹងកូនចាំយកនៅពេលបន្ទាប់ទៀតម៉េងហេងសិនិតចានេះសពមកអ្នកគ្រូនឹងកែបន្តទៀតណាកូនណាចាតែដៃ1 2ដងទៀត1 2ចាអញ្ចឹងកូនពីថ្ងៃមុនយើងរៀនអំពីអីគេកូនតម្លៃលេខតាមទង់ចាតម្លៃលេខតាមទង់ចាថ្ងៃមុនយើងរៀនពីតម្លៃលេខតាមខ្ទង់អញ្ចឹងអ្នកគ្រូនឹងសួរអានេះកូនស្គាល់ដែរឬទេកូនស្គាល់អានេះទេកូននេះនេះគេហៅថាអីគេកូនបានព្រួញអញ្ចឹងអ្នកគ្រូសួរឥឡូវនេះឈ្មោះនឹងដៃអ្នកគ្រូហើយបើកូនណាលើឈ្មោះសូមកូនឆ្លើយណាលេខ3នៅខ្ទង់អ្វីមានតម្លៃស្មើប៉ុន្មានកូនមីកនីលេខ3នៅខ្ទង់អ្វីមានចាខ្ទង់10មានតម្លៃស្មើប៉ុន្មានកូន30មែនអត់កូនមែនចាតមកទៀតគូសុំមួយទៀត57ឥឡូវគូសួរទៀតហើយចំប៉ះអ្នកណាកូនរតនាចាចាំឆ្លើយមួយអ្នកគ្រូលេខ7នៅខ្ទង់អ្វីកូនចាមានតម្លៃស្មើប៉ុន្មានកូនចាតម្លៃស្មើនឹង7ចាត្រឹមត្រូវអសាតយពុនភ័ក្រយើងមួយតែដៃ3ដង1 2ចឹងថ្ងៃនេះយើងនឹងរៀនមេរៀនបន្តទៀតកូនចង់រៀនទេកូនចាចង់ដឹងថាមេរៀនអីអត់ចង់អត់ចង់ចិត្តគូបង្ហាញកូនណាចាមេរៀនបន្តទៀតគឺសកម្មភាពទី5សរសេរចំនួនជាទម្រង់ពង្រាយចាអញ្ចឹងយើងបន្តទៀតគឺសរសេរចំនួនជាទម្រង់ពង្រាយកាន់ឲ្យសោះតោះសូមកូនអានជាមួយអ្នកគ្រូតោះគណិតវិទ្យា
Cầm lại lấy tạm tùng so xê chầm nuốn chia tôm rong bùng riêng chàng chẳng con chọn đang ta kê xem mà chơi con chàng chẳng chơi ớt chàng chẳng con chăm ơi nè kru miền ai nè kru miền ai con tao là xong con chầm nuốn pram mùi nè chanh màu ôn pi tọc nè chanh Malida nâng thì ca chanh Ratana chanh con ơi cha rạ nôn hay nâng con bồ đầy rót chanh mà con mà tạc không khát nó con sao cho khát mà nè cho chà sao môi mà này cho đã ai cho kháo xong ai con cho kháo chà cắn muối nè kêu miền ai chay tới con á ai cái nóng cặp cao chà cáo ta Malida xong con có bên mơ phong bớt đi mặt đồng mặt bạch ở đây chăm rau tao bạch nhân miền mán con nát tao rồi cha khăn năm một bạch miên mán này tôi cho bạch nhân mán con cha một bạch miên chầm nuốn đập phong bớt cha chẳng ta Malida con trai phong bớt ai phụ mạ dướng ly hay căn cho con kéo đặt với khăn na các bạn đây con tỏ đặt khăn na tấu chà đọp đây ná đây xa mấy xa ha ta ly hay trai kê này kêu ai phân này hề phân này mán con bày chà tỏ lịch đá treo cái lại vĩnh ta được cái xua con ọc nè ta bóng phong bớt đây nè kêu bạn áo tơ cồn miến đọc còn màn đồng đọc đang mặt đang con châm nuốn đâm slide mà con bát chá là on na cứ miến châm nuốn pram đồng chà châu ly hình ban đồng đọc để kê đai được tề con ban ai bình anh riêng phân màn con xá chá ban riêng châm nuốn bài trắng con cật tịch ná ta bóng phong bớt tầng o bồn màn mình má con đọc là tiền mà đáp mà phải chà 53 cho con được xe 23 nó đặt trong con bàn tế tao tao cho con cho hay nói xong lật lại anh là kêu mà con mà chà con đây cứ chia rút đồng năng anh phong bớt này con bàn can mình nhéអ្នកគ្រូនឹងយកបាត់លើកដាក់ខៀនដើម្បីឲ្យកូនរៀបចូលក្នុងតារាងរបស់យើងចាអញ្ចឹងក្រោយពីកូនបាត់ដាក់បំពង់បឺតរូបដំណាំបំពង់បឺតក្នុងតារាងរបស់កូនហើយអញ្ចឹងកូនមកមើលរបស់អ្នកគ្រូវិញអ្នកគ្រូនឹងផ្ទៀងផ្ទាត់ចម្លើយរបស់កូនជាមួយនឹងចម្លើយរបស់អ្នកគ្រូតោះអ្នកគ្រូនឹងបង្ហាញឲ្យកូនមើលណាកូនណាតោះបំពង់បឺតអ្នកគ្រូចេញ1ចាមួយដុំ11ដុំ12ដុំ13ដុំ14ដុំ15ដុំអញ្ចឹងនៅក្នុងទង់10មានបំពង់បឺតចំនួន5ដុំហើយនៅក្នុងទង់រាយវិញតើកូនឃើញរាយប៉ុន្មានកូនចាំមើលណាតោះ1 2 3ចាអញ្ចឹងបំពង់បឺតទាំងអស់គឺមានចំនួន53អញ្ចឹង
ចូលកូនសរសេរលេខ53ទៅតាមខ្ទង់របស់វាតោះឥឡូវកូនឡើងសេចាអូមកដាក់ជាទាំងអស់ហ្នឹងចាល្អណាស់តោះឥឡូវយើងមើលចម្លើយមកដាត្រូវអត់អ្នកគ្រូចង់ឲ្យកូនត្រូវហើយកូនចាយើងនឹងសរសេរលេខ53នេះជាទម្រង់ពងរាយចាសរសេរទម្រង់ពងរាយពងរាយអ្នកគ្រូមានលេខប៉ុន្មានកូន53តោះតើកូនគិតមើលទាំងអស់គ្នាកូនណោះ53គឺមាន10មកបាច់10បាច់10ម៉ានដង5ដង15ដងយើងរាប់ថាលេខប៉ុន្មាន10 20ចាអ្នកណាគេចេះសេលេខ50កូនចាឧត្តមឲ្យចូលខោអស់កូនបាទឲ្យយកខោអស់ចាអញ្ចឹងយកសរសេរលេខ50មុនមែនចា50តោះបូកតើអត់អាសេឲ្យគេទុកឲ្យគេខ្លះកុំឲ្យទាំងអស់គ្នាតើថែមប៉ុន្មានទៀតបានគ្រប់53កូនចានិកនីចាអូនឆុនកុយចាស់កូនចាតោះត្រៀមបានចរាចរណ៍តែមើលត្រូវឬទេកូនលើកមកកូនលើកមើលអូកូនអាចយល់ស្របតាមគេដែរយល់ស្របថាតាមត្រូវចានេះចាអញ្ចឹងបានវិនេះអរគុណពុកម៉ាក់យើងកូនចាតោះតែឥឡូវយើងមើលចម្លើយរបស់យើងចាមើលចម្លើយរបស់យើងនេះគ្រូមានចម្លើយសេចជាទម្រង់ពងរាយខាងនេះកូនណាកុយចាស់កូនត្រូវអត់ចាំមើលផ្ទៀងផ្ទាត់53ស្មើនឹងអី50បូកប៉ុន្មានកូនចាបូកនឹង3បើចឹងអត់អីគឺឡហ្នឹងគឺឡលេងតាអញ្ចឹង50បូកនឹង3ចាអញ្ចឹងដូចចម្លើយដូចគ្នាហ៎កូនដូចអត់ដូចឡើងនេះអ្នកគ្រូចាកូនសរសេរក្តារឈ្នួនតោះត្រៀមណាអ្នកគ្រូឲ្យលេខកូនត្រៀមហើយនៅការងារនេះធ្វើជាដៃគូចាអញ្ចឹងកូនអ្នកគ្រូសុំចម្លើយនេះម៉ាលីដាចេញមកក្រៅតោះអូនម៉ាលីដាចេញមកក្រៅអូនចេញក្រៅបានតោះកូនមើលខិតបាននេះកូនផងដែរខំចាក់បាំងចាំងស្មាចា98ស្មើនឹង90បូក8ម៉ាលីដាសេលេខបូកអត់កូនម៉ាដាសេលេខអីចាអូនលីកាសេត្រូវហ៎ចាចឹងម៉ាដាកូនកែកូនណាចាកែកូនណាចាចេះគ្រូសក់ឲ្យចម្លើយកូនតាមើលលើស្លាយម៉ាដាមកវិញចាកូនអរគុណតាមើលលើស្លាយតាមើលទាំងអស់គ្នាតោះ90បូកម៉ានកូនបូកម៉ានត្រូវអត់កូនចាត្រូវហើយតាឥឡូវមើលមួយទៀតចូលក្រុមមួយទៀតការងារក្រុមតោះបាយចូលគ្នាតែនៅក្នុងក្រដាស់ក្រុមរបស់កូនស្រាប់បានទេកូនបានអត់តោះត្រៀមលោកគ្រូបង្ហាញតុក្កតាឯណាចាអញ្ចឹងតុក្កតាទី1គឺ69ស្មើ60បូក19ចាតុក្កតាទី2ចម្លើយរបស់តុក្កតាទី2គឺ69ស្មើ6បូក9តុក្កតាទី3គឺគាត់ឆ្លើយថា69ស្មើនឹង60បូក9កូនជ្រើសរើសចម្លើយតែត្រឹមត្រូវរបស់តុក្កតាទាំង3ហ្នឹងទៅយកតែមួយសេតែមួយក៏សេចាសេកូនសេយ៉ាកុយចាស់កូនយ៉ាកុយចាស់កូននេះកូនចាឈរនេះកូនឈរនេះអ្នកទី1អ្នកនេះហាយមុនគេឆាប់បន្ទាប់ចា
ចាតបទៀតចាដាក់កូនកាន់ចាហើយកូនចាំងនេះខិតខិតទៅខំចាំងភ្នែកហើយនេះកូនចាំងភ្នែកកាន់តែត្រូវយកបច្រាស់កាន់តែស្អាតអើកាន់ដូចតុក្កតាចេះកាន់ដូចតុក្កតាចេះអូនកាន់ដូចតុក្កតាកាន់ស្អាតកាន់ដូចតុក្កតាមើលចាតោះសមើចម្លើយកូនចាក្រុមទី2ហើយមុនគេត្រូវដែរឬទេបើត្រូវលើកបានពណ៌បៃតងតោះត្រូវហើយកូនត្រូវអូសាតោមួយតោះ1 2 3 1 2 3អស់ចាតើមកទៀតក្រុមទី4គាត់មកទី2ចា69មក69ត្រូវអត់កូនសំលឹកបានបច្រាចរយ៉ាងមើលពណ៌អីកូនពណ៌អីកូនពណ៌បាយតងអូនឈុនទៅកន្លែងឲ្យកូនមើលម្នេះកូនតោះអស់ចាយគាត់មួយទៀត2 3ចាបានលេខ2ក្រុមបន្ទាប់មកទៀតគឺក្រុមចា61មកត្រូវហើយកូនតោះត្រូវអត់អូត្រូវអត់តោះអស់ចាមួយចឹងចាបាន3លេខណាអញ្ចឹងតបមកក្រុមទី5ចាក្រុមទី1សិតទេខាងក្រោមនេះដូចជាមើលតិចកូនមើលនេះតិចមើលនេះកូនសុំមើលតិចនេះគូថាដូចអត់តន់ត្រូវសញ្ញាអីនេះសញ្ញាអីកូនណាមើលតុក្កតាគេសេសញ្ញាអីហ្នឹងសញ្ញាស្មើកាយនេះចានេះអូនក្រុមនេះជ្រើសរើសយកចូលតុក្កតាទី1ត្រូវអត់ចាអត់ទេគាត់មិនតន់ត្រូវឥឡូវកែបន្តិចត្រូវហើយកូនណោះតកែបន្តិចចាក្រុមនេះមិនដែរកូនក្រុមនេះមិនដែរត្រូវចាthếក្រុមនេះហ៎ត្រូវតោះតែកន្លែងអរគុណត្រូវទាំងអស់នេះតោះអរគុណចាអញ្ចឹងចាឥឡូវដល់ចូលវគ្គលបែងសិក្សាចង់លេងលបែងអត់កូនចង់ត្រៀមលេងលបែងតោះត្រៀមឥឡូវនេះសូមកូនយកក្តារឈ្នួលដេកសកូនមកចាតោះឥឡូវយើងមើលនេះពេលដែលយើងគេថានេះសរសេរជាទម្រង់ពងរាយបើវល់ចំលេខណាកូនយកលេខនឹងសរសេរជាទម្រង់ពងរាយហើយលើកបង្ហាញអ្នកគ្រូត្រៀមចាចុះលេខប៉ុន្មានកូនចាគឺលេខ22ចាចេះទៅ22សមម៉ានបូកម៉ានកូនយ៉ាងសេមកដល់អានេះអញ្ចឹង1 2 3ចាសុំ2នាក់មិនទេសុំ2នាក់មិនទេកូនម៉ាលីដាចេញឡើយម៉ាលីដានៅតែសរសេរលេខដដែលគឺម៉ាលីដាបាត់សញ្ញាអីគេកូនសុំម៉ាលីដាមើលម្ដងទៀតកូនណាចាដាក់សញ្ញាអីកូនចាល្អណាស់តោះទៅកន្លែងវិញតោះអញ្ចឹងចម្លើយវាគឺ22ចា22ស្មើនឹងប៉ុន្មានកូនប៉ុន្មានកូនប៉ុន្មានមិញប្រាប់អ្នកគ្រូវិញមើលស្មើនឹងប៉ុន្មានបងមិនស្មើ2ទេ20បូកប៉ុន្មានកូន2នេះតាមត្រូវតោះមួយទៀតត្រៀមកូនត្រៀមសេដាក់ឈ្នួនទៀតត្រៀមតោះប៉ុន្មានកូន6ប៉ុន្មានត្រៀម63តោះ63សេលឿនកូន63មកប៉ុន្មានតែប៉ុន្មានលេខ50អីកូន56តោះកូនសេប៉ុន្មានបោកមកកិច្ចការផ្ទះចាកិច្ចការផ្ទះកូនមិនបាច់សរសេរទេអ្នកគ្រូមានកិច្ចការផ្ទះចែកកូនចានេះកូនយក
កិច្ចការនេះតែធ្វើនៅណាកូនចាធ្វើនៅផ្ទះប៉ុន្តែមកធ្វើការផ្ទះសូមកូនយកសៀវភៅរបស់កូនឡើងហើយកូនកត់មេរៀនគណិតវិទ្យា50បូកនឹង3ហើយកូនសរសេរលេខនេះមកទៀតបានទេកូនហើយកូនសរសេរបើសរសភៅកូនសរសេរពីអីពីក្រោមព្រោះសភៅកូនវែងមែនទេដាក់ខៀនខ្លីអញ្ចឹងកូនសរសេរតពីក្រោមមកកូនណាកូនយល់នៅចាយល់ហើយអញ្ចឹងកូនសរសេរទៅចាំអ្នកគ្រូឲ្យកិច្ចការផ្ទះហើយនឹងកិច្ចការស្រាវជ្រាវនេះកិច្ចការស្រាវជ្រាវមួយទៀតចាំអ្នកគ្រូបាញ់កិច្ចការស្រាវជ្រាវនេះចូលទៅក្នុងក្រុមប៉ាម៉ាក់កូនចានេះកិច្ចការស្រាវជ្រាវនេះចាំអ្នកគ្រូបាញ់ចូលក្នុងក្រុមប៉ាម៉ាក់របស់កូនដើម្បីគាត់ជួយកូនក្នុងការស្រាវជ្រាវ